កលវិទ្យាល័យ Belty អន្តរជាតិរៀបចំដំណើរទស្សនកិច្ចសិក្សាជូនដល់និស្សិតឆ្នាំទី1ចំមាសទី1មកពីគ្រប់មហាវិទ្យាល័យទាំងពីរទីតាំងធ្វើដំណើរទស្សនកិច្ចទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងសរុបចំនួន 3,998 នាក់ នៅថ្ងៃទី 5 ទី 16 ទី 17 ទី 19 ទី 20 និង ទី 24 ខែមករាឆ្នាំ 2026 សរុបចំនួន 6 ថ្ងៃ សាកលវិទ្យាល័យ Belty អន្តរជាតិបានដឹកនាំនិស្សិតឆ្នាំទី 1 ចំមាសទី 1 គ្រប់វេនសិក្សាមកពីគ្រប់មហាវិទ្យាល័យទាំងកម្មវិធីជាភាសាជាតិកម្មវិធីជាភាសាអន្តរជាតិទាំងពីរទីតាំងធ្វើដំណើរចុះទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងសរុបចំនួន 3,998 នាក់ ឆ្លៀតក្នុងឱកាសនេះអាយ៉ាដាមលីណាវុតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានអញ្ជើញមានមតិសំណេះសំណាលជាមួយនិស្សិតឆ្នាំទី 1 ចំមាសទី 1 មកពីគ្រប់មហាវិទ្យាល័យទាំងកម្មវិធីសិក្សាជាភាសាជាតិកម្មវិធីសិក្សាអន្តរជាតិដែលបានអញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ចសិក្សាទៅកាន់សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងទូទៅដល់និស្សិតនិងដើម្បីឲ្យកូនខ្មែរបានយល់ដឹងពីប្រវត្តិសាស្ត្រដ៏ជូរចត់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត កម្ពុជាប្រជាធិបតេយ្យដ៏ខ្មៅងងឹតដែលបានកាប់សម្លាប់ប្រជាជនខ្មែររាប់លាននាក់ក្នុងអំឡុងឆ្នាំ 1975 ដល់ឆ្នាំ 1979 រហូតដល់ថ្ងៃ 7 មករា ឆ្នាំ 1979 ដែលជាថ្ងៃមហាជ័យជំនះរបស់ប្រជាជនកម្ពុជាលើរបបប្រល័យពូជសាសន៍ប៉ុល ពត និងជាការបិទនៅទំព័រសក្តិដ៏ខ្មៅងងឹតរបស់កម្ពុជាហើយបើកទំព័រសក្តិថ្មីគឺសក្តិឯករាជ្យសន្តិភាពសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមបន្ថែមពីនេះនិស្សិតតម្រូវឲ្យសរសេររបាយការណ៍ស្ដីពីដំណើរទស្សនកិច្ចសិក្សានេះដើម្បីដាក់បន្ទុក ongoing assessment ប្រចាំឆមាសផងដែរដោយនាងខ្ញុំសាន់រ៉ូស៊ីកាផ្សាយចេញពី Belty IU News សូមអរគុណសូមជម្រាបលាBelty International University, the future of global leaders.